បងប្អូនទាំងអស់គ្នាថ្ងៃមិញបន្ទាប់ពីខ្ញុំបានសម្រាប់មួយផ្លែតពីការធ្វើទៀនហើយខ្ញុំក៏បានអានអត្ថបទមួយនៅក្នុងទស្សនវិស័យ FOB និយាយទៅទស្សនវិស័យ FOB នោះគឺជាទស្សនវិស័យដែលល្បីមែនទែននៅស្រុកក្រៅអញ្ចឹងណាហើយនៅក្នុងនឹងដែរគេបានសរសេរពីអត្ថបទមួយដែលចែកម្លែកដោយគ្រូបរិញ្ញាម្នាក់ដែលគ្រូបរិញ្ញានឹងគាត់គឺជាអ្នកបង្រៀនអ្នកមានអ្នកដូចថារកស៊ីជោគជ័យ millionaire អីអញ្ចឹងណាហើយនៅក្នុងអត្ថបទរបស់គាត់ហ្នឹងគឺគាត់បានចែកម្លែកនៅគំនិតនិងទស្សនៈប្រហែលចំណុចដែលអ្នកមានគេបានគិតនិយាយទៅគេតែងតែគិតអញ្ចឹងឯងអ្នកមានណាពេលដែលខ្ញុំអានវាហើយខ្ញុំយកមកវិភាគទៅនឹងការគិតផ្ទាល់ខ្លួនអីចឹងណាការគិតរបស់គេវាអត់ដូចការគិតរបស់យើងហ្មងឯងវាមិនខុសទាំងស្រុងឯងក៏ប៉ុន្តែការគិតរបស់គេនៅតែខុសពីយើងអីចឹងអញ្ចឹងយើងខ្ញុំគិតថាយើងអាចតាប់នៅការយកឃើញរបស់គេហើយយកមកពិចារណានៅក្នុងជីវិតផ្ទាល់ខ្លួនរបស់យើងដើម្បីយកវាមកប្រើប្រាស់មានប្រយោជន៍អញ្ចឹងណាគឺគេថាអ្នកមានគឺគាត់អត់ខ្លាចនៅក្នុងការឲ្យប្រធាននៅពេលដែលគាត់ចង់រកស៊ីអីមួយអញ្ចឹងណាប៉ុន្តែមិនមែនបានន័យថាគាត់ហ៊ានបន្តប្រធាននឹងគាត់អត់បានគិតទេគឺគាត់យកមកថ្លឹងថ្លែងបានន័យថាគាត់យកជោគជ័យហើយនឹងការ take risk ហ្នឹងគឺយកមកថ្លឹងថ្លែងគ្នាថាតើបើសិនជាករណីគាត់រកស៊ីអាហ្នឹងទៅហើយគាត់ជោគជ័យគាត់ចំណេញបានប៉ុណ្ណាតែបើសិនជាករណីគាត់អត់ជោគជ័យតើគាត់ខាតប៉ុណ្ណាអញ្ចឹងគឺគាត់យកវាមកថ្លឹងថ្លែងច្បាស់លាស់ដើម្បី balance គ្នាមើលថាតើគាត់គួរតែ take risk នឹងអត់អីអញ្ចឹងណាចំណុចមួយទៀតគឺគាត់និយាយតាក់ទងទៅនឹងអំណាចនៃលុយគេថាលុយអត់សំខាន់ទេលុយមិនអាចទិញអ្វីៗបានទាំងអស់ទេប៉ុន្តែសម្រាប់អ្នកមានវិញគឺគេគិតថាលុយត្រូវលុយខ្លួនឯងហ្នឹងគឺអាចទិញភាពសប្បាយរីករាយរបស់យើងបាននេះក៏ប៉ុន្តែវាអាចយកទៅប្រើប្រាស់ដើម្បីបង្កើតភាពសប្បាយរីករាយនឹងមកឧទាហរណ៍ថាបើសិនជាយើងអត់លុយហើយយើងចង់ដើរលេងយើងចង់ទៅទិញកៅអៅយើងចង់ទៅទិញរបស់អីញ៉ាំអីទាំងអស់ហ្នឹងគឺថាខ្ញុំជឿថាអញ្ចឹងហ្មងអ្នកដែលអត់ទៅមានលុយគឺគាត់តែងតែមើលពីតម្លៃនៃរបស់ហ្នឹងអញ្ចឹងថាខ្លាចថ្លៃអីចឹងនេះខ្ញុំខ្លួនឯងគឺអញ្ចឹងមែនគឺខ្ញុំទៅសារគឺខ្ញុំតែងតែមើលណាវាថ្លៃពេកថ្លៃអីអញ្ចឹងទៅអញ្ចឹងយើងអត់ហ៊ានទិញទេអញ្ចឹងបានថាយើងវាបាត់បង់នៅអាភាពរីករាយរបស់យើងមួយដែរអញ្ចឹងសម្រាប់អ្នកមានគាត់ថាបើគាត់មានលុយគាត់ចាំបាច់គិតអញ្ចឹងហងគឺគាត់ត្រូវការទិញអីគឺគាត់ទិញហ្មងអញ្ចឹងសម្រាប់គាត់គឺលុយគឺអាចបង្កើតនៅភាពសប្បាយរីករាយគាត់បានហើយគាត់និយាយទៀតថាអ្នកមាននោះគឺគេអត់ដែរពឹងលើសំណាងទេគាត់ថានៅពេលដែលយើងមើលនៅក្នុងបណ្ដាញសង្គមនៅក្នុងអ៊ីនធឺណិតអីហ្នឹងឃើញអ្នកដូចថាខ្លះគេធ្វើការតែបន្តិចម៉ោងសោះ 4-5 ម៉ោងក្នុងមួយអាទិត្យប៉ុន្តែមួយឆ្នាំគេអាចរកបាន$1 លានអីអញ្ចឹងហ្នឹងគឺថាវាគឺជាដូចថាមួយក្នុងចំណោម$1 លានអ្នកដែលមានសំណាងអញ្ចឹងប៉ុន្តែជាក់ស្ដែងហ្មងគឺអត់អញ្ចឹងទេអ្នកដែលគេជោគជ័យមុននឹងគេជោគជ័យគឺថាគេធ្វើការមួយអាទិត្យ80 ម៉ោងក៏មានដែរមុននឹងអញ្ចឹងគាត់អត់ចង់ឲ្យយើងយកអា fake information ព័ត៌មានដែល fake ដែលគេចុះផ្សាយក្នុងបណ្ដាញសង្គមដើម្បីឲ្យតែយើងមើលឲ្យច្រើនអីហ្នឹងយកមកធ្វើនៅក្នុងជីវិតជាក់ស្ដែងរបស់យើងអីយើងចង់ជោគជ័យគឺយើងចាំបាច់ត្រូវតែខំចាយើងត្រូវតែខំត្រូវតែប្របាក់ពីដំបូងរហូតដល់ថ្ងៃណាមួយដែលយើងជោគជ័យហ្នឹងគឺយើងអាចស្រួលដូចពួកគេបានហើយចំណុចមួយទៀតដែលគាត់និយាយចុងក្រោយគេគឺគាត់និយាយថាយើងត្រូវតែដូចថានៅចិត្តជាមួយនឹងមនុស្សដែលគេជោគជ័យអញ្ចឹងណាអញ្ចឹងបានចាស់តែគាត់តែងតែប្រាប់យើងថាបើយើងនៅចិត្តអ្នកលក់ថ្នាំញៀនគឺយើងជក់ថ្នាំញៀនដូចគ្នាអញ្ចឹងតែបើសិនជាយើងនៅចិត្តអ្នករកស៊ីគឺយើងចេះរកស៊ីដូចគ្នាអញ្ចឹងស្ដាប់ហើយបងប្អូនមានអារម្មណ៍មិនដែរចំពោះចំណុចដែលពួកគាត់បានចែកម្លែកឲ្យយើងតាមប្រមាណហ្នឹងដែលខ្ញុំរៀបរាប់ឲ្យបងប្អូនខ្ញុំគិតផ្សេងពីគាត់ថាលុយវាអត់សូវសំខាន់ទេតែស្ដាប់ហើយឥឡូវនេះលុយពិតជាសំខាន់មែននេះខ្ញុំនិយាយស្មោះត្រង់ហ្មងទៅទិញអីក៏យើងខ្លាចអស់លុយទៅទិញអីក៏យើងខ្លាចយើងមានលុយអត់គ្រប់អីចឹងគឺអត់សុបាយទេបងប្អូនអញ្ចឹងខ្ញុំស្ដាប់ប៉ុណ្ណឹងហើយគឺខ្ញុំដាក់ចិត្តខ្លួនឯងថាខ្ញុំត្រូវតែខំប្រឹងធ្វើការឲ្យខ្លាំងជាងមុនហើយរកលុយឲ្យបានច្រើនជាងមុន